ngày ní nhom nâng màu prap ẩm pi mù là hết đai kê mình oi út ở tại nhận bản ok mình tha cha mình tha mấy bánh hà làក្នុងការ út អត្តញ្ញនប័ណ្ណនេះគឺមានបងប្អូនខ្លះនៅតែតិចអ៊ុតប៉ុន្តែសម្រាប់ខ្ញុំដែលខ្ញុំធ្លាប់ធ្វើការនៅក្នុងផ្នែកនឹងយូរខ្ញុំអត់ណែនាំឲ្យបងប្អូនទាំងគ្នាអ៊ុតអត្តញ្ញនប័ណ្ណទេសម្រាប់ឯកសារផ្សេងអាចទៅរួចក្នុងករណីត្រូវជាមួយនឹងច្បាប់ត្រូវជាមួយនឹងបែបបទរដ្ឋបាលអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អំពីមូលហេតុមួយចំនួនដែលយើងមិនអាចធ្វើការអ៊ុតអត្តញ្ញនប័ណ្ណបាននោះទេចឹងសម្រាប់ហេតុផលទី1ការអ៊ុតអត្តសញ្ញាណប័ណ្ណនេះមិនអាចអ៊ុតទៅរួចបានដោយសារតែអត្តសញ្ញាណប័ណ្ណគឺជាឯកសារមួយដែលមានកម្រាស់ក្រាស់ហើយរឹងនៅពេលដែលបងប្អូនទាំងអស់គ្នាអ៊ុតគឺខំអត់បានជាប់ល្អហើយវាអាចធ្វើឲ្យអត្តសញ្ញាណប័ណ្ណរបស់បងប្អូនទាំងអស់គ្នាខូចឬក៏ប៉ះពាល់ដល់សាច់ក្នុងនៃអត្តសញ្ញាណប័ណ្ណទៀតនេះគឺជាហេតុផលទី1សម្រាប់ហេតុផលទី2អត្តសញ្ញាណប័ណ្ណគឺជាឯកសារមួយដែលជាឯកសារយើងប្រើប្រាស់វែងឆ្ងាយនៅពេលដែលយើងត្រូវការ copy ឬក៏យើងត្រូវការធ្វើអីមួយគឺតែងតែត្រូវការដកចេញដើម្បីឲ្យធ្វើការថតឬក៏ copy នឹងច្បាស់ល្អអញ្ចឹងកាលណាបងប្អូនអរគ្នាអ៊ុតគឺអត់អាចបកបានភ្លាមទេតតែវាអស់អាណត្តិដាច់អាណត្តិវាទៅយើងអាចបកបានអញ្ចឹងនៅពេលដែលយើងត្រូវការប្រើបញ្ញាប់គឺអត់អាចបានទេបងប្អូនវាស្អាប់វាព្រិលវាអត់ល្អអូខេនេះគឺជាហេតុផលទី2សម្រាប់ហេតុផលទី3នៅពេលដែលវាចាស់ទៅអត្តសញ្ញាណប័ណ្ណនឹងវាក្រាស់នៅពេលដែលយើងអ៊ុតណាវាក្រាស់ហើយអាថងនឹងវាចាប់ផ្ដើមស្អាប់នៅពេលដែលស្អាប់ប្រើការអត់បានទេបកក៏ខូចអូខេបកក៏ខូចចង់អ៊ុតថ្មីក៏អត់កើតអញ្ចឹងបានគេអត់ឲ្យយើងអ៊ុតអត្តសញ្ញាណប័ណ្ណសម្រាប់ឯកសារមួយចំនួនដូចជាឯកសារសម្បត្តិកំណើតឯកសារទាក់ទងទៅនឹងនិយាយរួមទៅឯកសារណាដែលមិនត្រូវការវាយត្រាមិនត្រូវការបកយកមក copy គឺធ្វើបានអាចអ៊ុតបានអញ្ចឹងសូមបងប្អូនអ្នកគ្នាយល់ឲ្យច្បាស់ខ្ញុំណែនាំឲ្យបងប្អូនអ្នកគ្នាប្រើស្រោមដើម្បីសោកចូលនៅក្នុងការប្រើប្រាស់អត្តសញ្ញាណប័ណ្ណប្រចាំថ្ងៃរបស់បងប្អូនអ្នកគ្នាគឺវាងាយហើយវាល្អជាជាងការដែលយើងអ៊ុតការអ៊ុតអត្តសញ្ញាណប័ណ្ណនេះសម្រាប់ខ្ញុំអ៊ុតឲ្យភ្ញៀវរបស់ខ្ញុំគឺនៅពេលណាដែលគាត់បាក់បែកឬក៏សឹងតែមិនអាចផ្គុំចូលគ្នាបានណាបងប្អូនអញ្ចឹងយើងចេះតែចាក់កាវតិចតួចចឹងទៅយើងអ៊ុតឲ្យគាត់ទៅដើម្បីរក្សាទ្រង់ទ្រាយដើមរបស់គាត់ហើយបើសិនយើងអត់អ៊ុតក៏វាខូចដដែលដែរអាហ្នឹងណាពេលខ្លះតែបើសិនជាករណីដែលថ្មីស្រឡាងតែម្ដងគឺពួកខ្ញុំអត់អ៊ុតទេបងប្អូនពួកខ្ញុំអត់អ៊ុតទេអញ្ចឹងវីដេអូនេះផ្ដាំផ្ញើទៅកាន់បងមួយចំនួនដែលគាត់នៅតែជជែកនៅតែប្រាប់អត់ស្ដាប់អំពីការអ៊ុតអត្តសញ្ញាណប័ណ្ណខ្ញុំជួបច្រើនដែរបងប្អូនអ្នកគ្នានៅពេលដែលប្រាប់ហេតុផលរបស់គាត់ហើយនៅពេលដែលណែនាំគាត់ហើយគាត់សក់មកយើងវិញថាអូនឯងអ៊ុតទៅចេះជាងបងម៉េះហើយអូនឯងអ៊ុតទៅបងមិនត្រូវការបកឬក៏មិនត្រូវការធ្វើអីទៀតទេគឺបងគ្រាន់តែអ៊ុតទុកទេអូខេខ្ញុំយល់កន្លែងនេះដោយសារតែបងប្អូនអ្នកគ្នាអាចនឹងយល់ច្រឡំថានៅពេលដែលយើងអ៊ុតហើយគឺនៅពេលដែលអសវៈអីមួយគឺយើងអាចបកបានភ្លាមអញ្ចឹងណាតែអត់ទេបងប្អូននៅពេលដែលយើងមានបញ្ហានៅពេលដែលយើងត្រូវការគឺយើងអត់អាចធ្វើបញ្ញាប់បញ្ញាល់បានឬក៏យើងអត់អាចដកចេញភ្លាមហែកថងនឹងបានទេ
ថងអ៊ុតគឺមិនមែនជាប្រភេទស្រោមដែលស្រោបពីក្រៅដកបានពេលណាក៏ដកបានពេលនោះទេអញ្ចឹងខ្ញុំនៅតែណែនាំឲ្យដាក់ស្រោមវាល្អជាជាងយើងយកមកអ៊ុតអូខេបើករណីដែលអស់ជំរើសដូចខ្ញុំនិយាយដដែលអញ្ចឹងករណីដែលអស់ជំរើសអូខេអស់ជំរើសលលិញតែម្ដងដែលថាដាក់កប៉ាល់អីទៅបាក់ជា2ជា3អីចឹងទៅចេះតែជួយអ៊ុតពុកម៉ែបងប្អូនចឹងទៅអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការតាកតងនឹងការបោះធៀបតាកតងនឹងការអ៊ុតឯកសារតាកតងនឹងការធ្វើឯកសារវាយ CV ធ្វើស្លាកយីហោអីបងប្អូនអាចតាកតងមកហាងខ្ញុំបានដែលហាងរបស់ខ្ញុំស្ថិតនៅផ្លូវត្រាំនៀកភូមិធ្លុកអណ្ដូងសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបអូខេអញ្ចឹងចុងក្រោយបើសិនជាបងប្អូនអ្នកគ្នាត្រូវការវីដេអូថ្មីជួយចែកវីដេអូរបស់ខ្ញុំបងប្អូនកុំភ្លេចជួយចុច Subscribe Like និង Comment នៅខាងក្រោមម្នាក់មួយផងអូខេហើយមួយទៀតភ្លេចបងប្អូនឯកសារដែលរងថ្ងៃដែលបងប្អូនអ្នកគ្នាមិនអាចអ៊ុតបានតតែសោះគឺមានឯកសារមួយចំនួនដែលខ្ញុំអាចរៀបរាប់ឲ្យបងប្អូនស្ដាប់ទី1គឺសភៅស្នាក់នៅសភៅគ្រួសារហើយអត្តសញ្ញាណប័ណ្ណនិងឯកសារមួយទៀតដែលសំខាន់បំផុតនោះគឺប្លង់រឹងបងប្អូនមិនអាចអ៊ុតបានតតែសោះសម្រាប់ប្លង់រឹងគឺរឹតតែសំខាន់មែនទែនដែលបងប្អូនមិនអាចអ៊ុតបានតតែសោះដោយសារតែនៅពេលដែលធ្វើការផ្ទេរនៅពេលដែលធ្វើការលក់គឺក្រសួងក៏ដូចជាអាជ្ញាធរដែនដីគឺតែងតែវាយត្រាឬក៏សរសេរឈ្មោះបន្ថែមទៅលើឈ្មោះកម្មសិទ្ធិចាស់បានន័យថាបើសិនជាខ្ញុំផ្ទេរឯកសារផ្ទេរប្លង់ដីទៅឲ្យបុគ្គលទី3អញ្ចឹងគេត្រូវចុះកម្មសិទ្ធិដីធ្លីឈ្មោះបុគ្គលទី3នៅខាងក្រោយខ្នងនៃឯកសារប្លង់រឹងមួយទៀតអញ្ចឹងប្រយ័ត្នមែនទែនថ្ងៃនេះមិនមែនចែករំលែកតែទៅកាន់បងប្អូនទូទៅទេជាពិសេសគឺបងដែលជាអ្នករងពុំធ្វើអ្វីដែលយើងអាចធ្វើបានណែនាំអ្វីដែលល្អទៅកាន់ភ្ញៀវគឺជាជំរើសរបស់យើងអ្នករស់ស៊ីអូខេអញ្ចឹងការដែលយើងអាចណែនាំពួកគាត់ឬក៏ប្រាប់អំពីមូលហេតុខ្លះទៅពួកគាត់គឺមានផលចំណេញ2ទី1គឺគាត់ចំណេញទី2គឺយើងចំណេញហេតុអីបានយើងចំណេញមួយគាត់ចំណេញថវិកាឬក៏ចំណេញពេលវេលារបស់គាត់ថ្ងៃក្រោយយើងនៅតែមានមួយគាត់នៅតែមកយើងអូខេយើងនៅតែអាចផ្ដល់សេវាឲ្យគាត់ល្អដដែលអូខេអញ្ចឹងបងប្អូនដូចខ្ញុំនិយាយអញ្ចឹងបើសិនជាត្រូវការរកសេវាកម្មផ្សេងតាក់ទងនឹង copy print វាឯកសារធ្វើស្លាកយីហោអ៊ុតឬក៏ដំឡើងកម្មវិធីកុំព្យូទ័រឬក៏បញ្ចូលទឹកថ្នាំអីបងប្អូនអាចតាក់ទងខ្ញុំបានអូខេខ្ញុំនឹងដាក់លេខទូរស័ព្ទឬក៏អាស័យដ្ឋានព័ត៌មានផ្សេងៗនៅលើវីដេអូមួយនេះអូខេគ្រប់ជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាបាយបាយ